ម៉ោង 5 ម៉ោង 6 ព្រឹកគឺជាពេលវេលាដែលយើងគេងលក់ស្រួលបំផុតហើយកំពុងតែគេងលក់ស្រួលសុកស្រាប់តែលឺសលេងទីងតុងពេញមុខផ្ទះដល់ទៅពេលបើកទ្វារដើរចេញមកនេះម៉ាក់ហើយនឹងពូចុងភៅនេះគាត់កំពុងតែពុះត្រីមិនដឹងថាគេយកត្រីមកលក់ឲ្យតាំងពីពេលណាទេសួរទៅត្រីនឹង20គីឡូហើយគាត់ពុះលឹងចិត្តអស់ទៀតហើយពេលហ្នឹងពូចុងភៅក៏ស្រែកដាក់នាងខ្ញុំថាគេនឹងអត់មានមើលម៉ោងទេអីម៉ោងប្រហែលហើយបានទៅក្រៅគេបោកខោអាវពុះត្រីលឹងចិត្តហើយទៀតហ្នឹងដល់ទៅពេលកលេចមើលទូរស័ព្ទបានដឹងថាម៉ោងលឹងចិត្ត10ទៅហើយនាងខ្ញុំនេះទៅក្រោកចេញពីមុងហើយទម្លាប់ល្អរបស់នាងខ្ញុំនៅពេលដែលក្រោកពីគេងមកភ្លាមអ្វីដែលនឹកឃើញមុនគេហ្នឹងគឺរឿងឃ្លានមិញហ្នឹងក៏លេចឃើញត្រីពោនៅក្នុងចានដៃគិតថាយកទៅប្រឡាក់ជៀនហើយយើងដាំបាយក្តៅញ៉ាំប៉ុន្តែពូចុងភៅក៏ថារបស់ញ៉ាំពេលព្រឹកមានហើយត្រីហ្នឹងគឺទុកស្លពេលថ្ងៃអញ្ចឹងសួរគាត់ថាស្លអីក៏ថាស្លមកជូរយួនត្រីហ្នឹងគឺបងប្រុសនាងខ្ញុំក៏រីងមកបានប្រហែលថ្ងៃមុនប៉ុន្តែយើងអត់ទាន់បានធ្វើម្ហូបទេយើងទើបតែយកមកធ្វើម្ហូបថ្ងៃហ្នឹងដោយសារតែវាងាប់ដំបូងគាត់ថាទុកធ្វើម្ហូបស្អែកទេដោយសារមួយថ្ងៃហ្នឹងយើងមានត្រីតែចៃដន្យអីវាងាប់ទៅយើងក៏យកវាមកស្លឲ្យហើយទៅត្រីពោពូចុងភៅគាត់ជាអ្នកធ្វើដល់ទៅពេលបន្លែនាងខ្ញុំជាអ្នកចិត្តកុំឲ្យថាក្រោកឡើងបានជួយធ្វើអីពេលដែលកំពុងតែចិត្តបន្លែសុកហ្នឹងស្រាប់តែបងប្រុសនាងខ្ញុំហ្នឹងគេលើកចានលើកម្ហូបយកមកដាក់ហើយនាងខ្ញុំឆ្ងល់ថាអីគេព្រោះគិតថាពួកគាត់ប្រហែលជាញ៉ាំអីពេលព្រឹកហើយដោយសារវាម៉ោងនឹង10ព្រឹកទៅហើយតែដល់ពេលសួរទៅមានណាគេតន់បានញ៉ាំអីផងតែម៉ាក់គាត់ប្រសាពីព្រលឹមហើយប៉ានាងខ្ញុំគាត់ទៅប្រសាការបាត់ហើយអញ្ចឹងនៅសល់តែ3នាក់ទេដែលមិនទាន់បានញ៉ាំអីហើយម្ហូបនឹងចានហ្នឹងគឺបងប្រុសនាងខ្ញុំគាត់ជាអ្នកធ្វើដំបូងហ្នឹងគិតថាដាច់អាហារពេលព្រឹកតើចាំចូលអាហារថ្ងៃត្រង់ហ្មងទៅព្រោះអីម៉ោងនឹង10ព្រឹកទៅហើយតែដល់ទៅពេលជាក់ស្ដែងមែនទេមិនតែនាងខ្ញុំណាដែលមិនទាន់ញ៉ាំអីពេលព្រឹកពូចុងភៅនិងបងប្រុសនាងខ្ញុំហ្នឹងក៏គេអត់ទាន់បានញ៉ាំអីដែរយកមកស្បាច់ហ្នឹងពីមកអុំតែកដាគេហាមផ្លែល្អបន្ទាប់ពីនាំគ្នាញ៉ាំអាហារពេលព្រឹកហើយឥឡូវចាប់ផ្ដើមត្រៀមម្ហូបសម្រាប់អាហារថ្ងៃត្រង់វិញម្ដងថ្ងៃហ្នឹងទម្រាំតែបានញ៉ាំបាយពេលថ្ងៃឡើងម៉ោង 2សម្លម្ជូរយួនរបស់យើងថ្ងៃហ្នឹងគឺប្រើបន្លែ3មុខមានប៉េងប៉ោះតឡាចហើយនិងម្នាស់នេះបើសិនជាយើងដាក់កៅអៅឈូកថែមសណ្តែកបដោះបន្តិចទៀតគឺថាកាន់តែឆ្ងាញ់ហ្មងតែយើងរកទិញកៅអៅឈូកអត់បានទេជាទូទៅឲ្យតែនាងខ្ញុំធ្វើសម្លម្ជូរយួននៅទលេហ្នឹងគឺបន្លែដាក់បានតែ3មុខនឹងឯងកៅអៅឈូកគឺមិនងាយរកទិញបានទេចង់ញ៉ាំតទៅយើងឡើងទៅទិញនៅអង្គរណោះបើថាអ្នកលក់បន្លែនៅទលេនឹងគាត់យកមកលក់គឺយូរឃើញគេយកមកលក់ម្ដងឥឡូវនេះពូចុងភៅគាត់ចាប់ផ្ដើមលាងជំរះបន្លែហើយនឹងជីដែលយើងប្រើសម្រាប់បង់ជីដែលបង់ហ្នឹងគឺយើងប្រើមានជីនាងវងជីស្លឹកវែងស្លឹកខ្ទឹមហើយនឹងម្អមនិយាយថាឈ្ងុយទ្រុបហ្មងយើងខ្ញុំឲ្យតែធំក្លិនជីអីទាំងអស់ហ្នឹងគឺចាប់ផ្ដើមនឹកឃើញឃ្លានស្លម្ជូរហើយជាពិសេសគឺក្លិនម្អមបើសិនជាយើងស្លម្ជូរធម្មតាយើងបង់តែម្អមទេបង់ម្អមឬក៏ម្រះព្រៅទៅតាមប្រភេទសម្លម្ជូររបស់យើងប៉ុន្តែដល់ឡែកសម្រាប់ស្លឹកខ្ទឹមឬក៏ជីស្លឹកវែងជីនាងវងអីទាំងអស់នេះយើងបង់សម្លម្ជូរដែរតែបានទៅសម្លម្ជូរយួនថ្ងៃហ្នឹងសម្លរបស់យើងញ៉ាំទៅគឺថាឡើងមានជាតិហ្មងដោយសារយើងដាក់ត្រីច្រើនមិនមែនដាក់តែត្រីពោ4-5ក្បាលទេណាបងប្អូនយើងដាក់ថែមក្បាលត្រីរ៉ស់ថែមទៀតត្រីដែលម៉ាក់នាងខ្ញុំពុះទៅមិននៅក្បាលអញ្ចឹងក្បាលណាធំយើងរើសយកមកដាក់ស្លបន្ថែមពេលដែលធ្វើសម្លម្ជូរបែបហ្នឹងមិនថាម្ជូរយួនឬក៏ម្ជូរធម្មតាទេនាងខ្ញុំជួយចិត្តដាក់ត្រីណាដែលមានជាតិខ្លាញ់ដូចជាត្រីកញ្ចុះត្រីប្រាត្រីពោត្រីក្រាញ់ឬក៏ត្រីឆ្ពិននិយាយទៅឲ្យតែថាត្រីណាដែលមានជាតិខ្លាញ់តិចស្លទៅនាងខ្ញុំញ៉ាំឆ្ងាញ់តែបើថាស្លជាប្រភេទត្រីរ៉ស់ហើយគឺនាងខ្ញុំអត់សូវចូលចិត្តប្រមាណទេត្រង់កន្លែងនេះនាងខ្ញុំចាញ់បោកពូចុងភៅបានសម្រាប់ឃើញគាត់យកម្នាស់ទៅញ៉ាំហើយសួរគាត់ថាផ្អែមគាត់ថាផ្អែមឆ្ងាញ់តែពេលនេះខ្ញុំញ៉ាំទៅមិនមែនផ្អែមដូចគាត់និយាយណាបងប្អូនហើយដាក់ទៅឡើងជូរញញហ្មងញ៉ាំឡើងព្រឺក្បាលខ្ញាគាត់ថាអត់ជូរទេញ៉ាំទៅផ្អែមឆ្ងាញ់តើមិនក៏ជូរអញ្ចឹងតែគាត់នឹងផ្អែមទៅសម្រាប់គាត់ដល់ពេលយើងនេះដាក់លឹកបាសរោមខ្ញាហ្មងបន្ទាប់ពីគាត់ទៅញ៉ាំម្នាស់នាងខ្ញុំឡើងចង់អស់ពីកច្រែងហើយឥឡូវចាប់ផ្ដើមមកប្រឡាក់ត្រីវិញម្ដងត្រីនេះគឺ20គីឡូអញ្ចឹងគាត់ថ្លឹងសាច់ត្រីនឹងហើយគាត់ថ្លឹងគ្រឿងហើយបានចាប់ផ្ដើមយកមកប្រឡាក់កូរច្បល់ចូលគ្នាយើងផ្អាប់ទុកប្រហែលជា2-3ម៉ោងបានយើងយកវាទៅហាលបន្ទាប់ពីប្រឡាក់ត្រីហើយក៏លេចឃើញផ្អែមចាក៏នាំគ្នាដាក់ផ្អែមម្នាក់មួយចានទៀតនិយាយទៅអារឿងញ៉ាំមួយដូចសហការគ្នាបានល្អហ្មងហើយដល់ទៅពេលផ្ទះនៅចិត្តគ្នាអញ្ចឹងនិយាយស្រួលទៀតចាញ៉ាំផ្អែមបដើឆ្លងឆ្លើយនិយាយដើមគេបដើមួយយ៉ាងដែរនៅទលេបងប្អូនមិនបាច់ថាអ៊ំទូកឆ្លងអីទេបងប្អូនយើងអាចនិយាយតគ្នាអញ្ចឹងបានហើយបើថាត្រូវការឆ្លងពីផ្ទះមួយទៅផ្ទះមួយចាដាក់ឈើដើរដោយបងប្រុសនាងខ្ញុំនឹងទៅនឹងដើរបានសម្រាប់ទៅគាត់ទេនាងខ្ញុំប៉ាំងភ្លុងទៅទឹកហើយកលេចមកមើលគ្រឿងក្រៅសម្រាប់ធ្វើសម្លម្ជូរយួនរបស់យើង
គឺថាបានត្រៀមរួចរាល់អស់ហើយស្ដាយថ្ងៃហ្នឹងបើសិនជាទិញបានកៅអៅឈូកហើយនឹងស្ដាយបដោដាក់ថែមគឺថាសម្លរបស់យើងគឺកាន់តែឆ្ងាញ់ពូចុងភៅគាត់ចាប់ផ្ដើមស្លជាដំបូងគឺយើងដាក់ឆ្នាំងឲ្យក្ដៅបន្ទាប់មកចាក់ខ្លាញ់ចូលមកល្មមទៅទុកខ្លាញ់ឲ្យរាងក្ដៅបន្តិចបានយើងចាប់ផ្ដើមដាក់ខ្ទឹមសនិងរំដេងនឹងបំពងវាតតឡើងឈ្ងុយនាងខ្ញុំអត់ដឹងថារបៀបធ្វើសម្លម្ជូរយួនរបស់បងប្អូននិងនាងខ្ញុំដូចគ្នាអត់ទេតែសម្រាប់អ្នកទាំងនាងខ្ញុំគឺធ្វើតែបែបនឹងឯងបំពងខ្ទឹមសនឹងតតឡើងក្រហមឈ្ងុយហើយបានយើងចាប់ផ្ដើមដាក់ទឹកត្រីនឹងឲ្យរាងច្រើនបន្តិចទៅដោយសារតែសម្លប្រភេទហ្នឹងគឺយើងក៏បានដាក់ប្រហុកទេអញ្ចឹងយើងត្រូវការប្រើទឹកត្រីឲ្យរាងច្រើនបន្តិចយើងឆាទឹកត្រីនឹងតតែរាងឡើងឈ្ងុយហើយបានយើងដាក់ទឹកស្អាតចូលមកល្មមទៅដាក់ទឹកហ្នឹងកុំឲ្យរាវពេកទេបងប្អូនតើកាលណាដែលយើងដាក់ទឹករាវវាអាចធ្វើឲ្យរសជាតិបន្លែនិងត្រីរបស់យើងហ្នឹងគឺវាកាន់តែសាបយើងដាក់ប៉ែកមុំនាងខ្ញុំឃើញបងប្អូនភាគច្រើននៅពេលដែលគាត់ធ្វើសម្លម្ជូរយួនអញ្ចឹងគឺគាត់អត់បំពងខ្ទឹមបំពងទឹកត្រីដូចនាងខ្ញុំទេគាត់ដាំទឹកឲ្យពុះហើយបានគាត់ដំដេងឬក៏ដំខ្ទឹមដាក់ចូលជ្រុំម្ជូរដាក់បន្លែប្លុកត្រីសាច់អីដូចយើងអញ្ចឹងហើយខ្ទឹមបំពងគឺគេបំពងដាក់នៅពេលដែលសម្លឆ្អិនហើយតែបើថានាងខ្ញុំគឺធ្វើខុសពីរបៀបហ្នឹងណានេះបន្ទាប់ពីទឹកសម្លរបស់យើងពុះហើយពូចុងភៅគាត់ចាប់ផ្ដើមបង់អំបិលចូលនៅក្នុងហ្នឹងមកចាប់ទៅហើយយើងដាក់ក្បាលត្រីចូលមុនដោយសារក្បាលត្រីវារាងរឹងជាងសាច់ត្រីយើងគ្របទុកវាពុះប៉ែកបន្ទាប់មកទៀតបានយើងចាប់ផ្ដើមដាក់ត្រីចូលហើយស្លត្រីពោបែបហ្នឹងគឺប្រយ័ត្នបន្តិចតែប្រហែសហ្នឹងគឺថាលួយពេញឆ្នាំងហ្មងកលេចមកមើលអ្នកខាងនេះវិញនិយាយថាអូយល់រឹងឡើងកើផ្ទះអស់លលេងគាត់អណ្ដែតអណ្ដូងគាត់សញ្ជឹកសញ្ជឹងគាត់តាមពិតគាត់រវល់ស្ដាប់បទចម្រៀងពេលហ្នឹងគឺថាចាក់បទចម្រៀងឡើងលន់ពងពេញផ្ទះហ្មងកលេចមកមើលពូចុងភៅនេះវិញបន្ទាប់ពីគាត់ដាក់ត្រីចូលហើយគាត់ចាប់ផ្ដើមបង់គ្រឿងចូលបន្ថែមទៀតដែលមានស្ករហើយនិងប៊ីចេងអំបិលគឺយើងបានដាក់មុននឹងហើយចាំភ្លក់មើលសាប្រៃយើងថែមថយទៅតាមនឹងទៀតអញ្ចឹងយើងដាក់មួយមុខបន្តិចទៅហើយទឹកម្ជូរនេះគឺយើងដាក់ចូលមកល្មមដែរដោយសារពេញប៉ោះហើយនឹងម្នាស់ហ្នឹងក៏រាងជូរបន្ទាប់ពីបង់គ្រឿងទេសចូលហើយឥឡូវយើងចាប់ផ្ដើមដាក់បន្លែរបស់យើងចូលជាដំបូងហ្នឹងគឺយើងដាក់តឡាចបន្ទាប់មកទៀតយើងចាក់ម្នាស់ហើយនឹងពេញប៉ោះចូលសម្លប្រភេទបន្លែអីចេះគឺយើងកុំទុកឲ្យវាពុះយូរពេកឬក៏យើងកុំស្លឲ្យវាលលួយបន្លែគឺវាអត់ឆ្ងាញ់ទេនាងខ្ញុំឃើញមានបងប្អូនយើងខ្លះពេលដែលគាត់ធ្វើសម្លម្ជូរយួនបែបហ្នឹងគាត់ក៏លុបពងមាន់ឬក៏ពងទាស្រោចពីលើប៉ុន្តែអ្នកទេនាងខ្ញុំអត់ដាក់អញ្ចឹងទេហើយពូចុងភៅបន្ទាប់ពីគាត់ឲ្យគ្របសម្លទុកឲ្យពុះគាត់ឆ្លៀតទៅលាងចានឆ្នាំងទៀតហើយពេលហ្នឹងនាងខ្ញុំរវល់ដើរទៅក្រោយដែរមិនដឹងថាសម្លនឹងពុះតាំងពីពេលណាទេនាងខ្ញុំដើរមកមុខផ្ទះវិញស្រាប់តែឃើញសម្លពុះឡើងចង់បែកឆ្នាំងសំណាងឲ្យឃើញតន់នេះបើសិនជាមិនបានឃើញវិញគឺប្រហែលជាសម្លនឹងឲ្យលួយពេញឆ្នាំងហើយព្រោះពូចុងភៅនោះគាត់រវល់លាងចានគាត់ភ្លេចខ្លួនដែរតែមិនជាបញ្ហាទេសម្លរបស់យើងគឺថាមកល្មមឆ្ងាញ់ភ្លក់មើលរសជាតិឲ្យថាត្រូវតាមចិត្តទៅយើងចាប់ផ្ដើមដួសដាក់ចានហើយពេលដែលញ៉ាំនឹងកុំភ្លេចឲ្យសោះមកទេហិលសម្លម្ជូរបើសិនជាអត់មានម្ទេសគឺថាអត់មានន័យទេញ៉ាំសម្លឆ្ងាញ់យ៉ាងណាក៏ដោយនៅតែមានអារម្មណ៍ថាដូចខ្វះអីមួយយ៉ាងតែបើសិនជាយើងបានថែមទឹកត្រីបន្តិចម្ទេសហិលញិចដាក់បន្ថែមគឺថាអូកាន់តែមានជាតិហើយពេលញ៉ាំតែពីអ្នកពូចុងភៅទេដោយសារតែប្អូនប្រុសនិងម៉ាក់នាងខ្ញុំនឹងគាត់អត់តាន់ឃ្លានអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេបងប្អូនអរគុណសម្រាប់ការចំណាយពេលទស្សនាវីដេអូមួយនេះចាំជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ